សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ថ្ងៃសៅរ៍ទី28ខែកុម្ភៈឆ្នាំ2026នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយទាក់ទងនឹងសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin ដំបូងទំនងចុងក្រោយក៏បែបនេះបន្តចាញ់ទៀតហើយ Aston Villa សង្ខាន់ចាញ់ក្រុមបាតតារាង Wolves ទៀតបើឈ្នះ Crystal Palace សាយនេះ Man United នឹងឡើងមក Top 3 ของតារាងពិន្ទុ Premier League Real Madrid ហើយ Manchester City ការប្រកួតរវាងក្រុមទាំងពីរកន្លងមកគឺស្មើភាពគ្នាល្អណាស់ Real Madrid ឈ្នះ5 Man City ឈ្នះ5ស្មើគ្នា5ដងពួកគេនឹងត្រូវជួបគ្នាម្ដងទៀតក្នុងវគ្គ16ចុងក្រោយ Champions League រដូវកាលនេះយោងតាមការព្យាករណ៍របស់ Opta Supercomputer ថាក្រុម Arsenal បច្ចុប្បន្នគឺជាក្រុមដែលមានប្រៀបខ្លាំងក្នុងការឈ្នះពានរង្វាន់ Champions League ដែលមានមកទ្រេ 7.40% ឯណោះចំណែកក្លឹបយ៉ាក់អាឡឺម៉ង់ Bayern Munich ឈរលេខ2មាន 14.28% ចំណែកហង្សក្រហមដែលធ្វើមិនសូវបានល្អក្នុងលីកឈរលេខ3មាន 12.83% Man City ដែលត្រូវតតល់ Real Madrid ក្នុងវគ្គ18ក្រុមមាន 10.79% ងាកមកមើល Barcelona ដែលខកខានលើកពាននេះ10ឆ្នាំទៅហើយនោះមាន 7.72% ឈរនៅលេខ5ក្រុម Barcelona ឈរនៅលេខ6គឺតាវ Q Chelsea មាន 6.86% ក្រុមដែលឈរនៅលេខ7មាន 4.66% គឺ Sanika ព្រៃ Newcastle ភ្ញាក់ផ្អើលខ្លាំងដែលក្រុមការពារតំណែងជើងឆ្នាំចាស់ PSG បានត្រឹមឈរលេខ8មានត្រឹម 4.64% ទេអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះម្ចាស់ជើងឯក15សម័យ Real Madrid ឈរនៅលេខ9មានត្រឹម 2.78% ប៉ុណ្ណោះ